ទៅភ្នំវិញមានទឹកធ្លាក់ត្រជាក់ស្រស់ហើយស្ងាត់ទៀតគ្មានមនុស្សច្រើនទេបើទៅសមុទ្រវិញមនុស្សច្រើនពេកចៀតខ្សាច់ក៏ក្តៅទឹកក៏ប្រៃប្រុសក៏ច្រើនវិញឯងយើងងាប់ទៅសតតែកមុំផងកុំទៅអីចាំមកងូតទឹកធ្លាក់ជាមួយគ្នាវិញមានទឹកធ្លាក់អានេះដែលស្ងាត់នោះខ្ញុំឃើញតែទឹកធ្លាក់នេះក៏មនុស្សច្រើនដែរហើយបើទៅភ្នំវិញណាដើរឡើងលើចុះក្រោមអីហ្នឹងអូយហត់ណាស់មិនដូចសមុទ្រទេគ្រាន់តែដេកលើកៅអីក៏អាចទៅដល់ទឹកមើលទឹករលកបានដែរអត់ទេទឹកធ្លាក់នេះថ្មីគ្មាននរណាស្គាល់ទេខ្ញុំមកទៅរកឃើញកាលពីម្សិលមិញដើរតាមព្រៃបន្តិចឆ្ងាយពីផ្លូវធំបន្តិចតែស្អាតណាស់ទឹកថ្លាណាហើយអាចមើលឃើញត្រីបបែលហើយផ្កាប់ផ្ងាក្នុងកងគាទៀតផងចាប់អំវែងវិញខ្ញុំខ្លាចវែងណាហើយបើមានសត្វព្រៃវិញនោះខ្ញុំប្រកាសជាភ័យស្លាប់ទៅសមុទ្រវិញមានសថាគារហើយមានភោជនីយដ្ឋានមានកន្លែងលេងកម្សាន្តច្រើនណាខ្ញុំស្គាល់ផ្លូវច្បាស់ហើយកុំភ័យអារឿងស៊ីចុកបំពេនៅនោះណាអ្នកលក់ដូរក៏មានដែរលក់បបរលតឆាលក់នំបញ្ចុកប្រហុកចាំម៉ាំលហុងមីកំប៉ុងស្រស់ចំោះជ្រូកស្ងោរកថោទឹកខ្មុំចេកទុំក្លុកបុកត្រាប់ស្រួយនិយាយទៅម្ហូបឆ្ងាញ់ច្រើនតម្លៃក៏ថោកទៀតអញ្ចឹងក៏អត់ដែរឥឡូវសម្រាប់ថាទៅងូតទឹកធ្លាក់នៅនឹងជាមួយឯងក៏បានដែរប្រាប់តែថ្ងៃហើយនឹងកន្លែងចេញដំណើរមកមិនអីទេហែងចាំនៅផ្លូវបំបីទៅចាំខ្ញុំទៅយកហែងហើយយើងទៅសប្បាយឆ្នាំថ្មីនៅនឹងទាំងអស់គ្នាអើយក្រាន់តែទឹកនឹងគួរក្បាលខ្ញុំវាពេញលលាបាត់ទៅហើយនេះជួបគ្នាថ្ងៃហ្នឹងណាខ្ញុំគិតថាចង់ទៅលេងស្រុកកំណើតណាព្រោះយូរហើយមិនដែរបានទៅលេងចង់ទៅលេងយាយតាញ៉ាំបាយជាមួយគាត់ហើយជួយធ្វើស្រែគាត់ផងព្រោះថាពួកគាត់កាន់តែចាស់ណាស់ទៅហើយត្រូវទៅយកចិត្តបន្តិចក្រែងបានដីម្ដុំនឹងគេកុំទៅស្រុកអីនៅពេញវិញណែពេលនេះមនុស្សទៅស្រុកអស់ស្ងាត់ល្អណាស់វ៉េយើងអាចទៅរំនៅក្លឹបក៏បានគ្មានមនុស្សច្រើនមិនបាច់ទៅរំជួចាំយូរទេហើយមិនបាច់រើសតុកអង្គុយទេតំណេគ្រប់តុកអង្កាប់តែខ្ញុំនឹកយាយណាគាត់ចាស់ហើយមិនដឹងឆ្នាំក្រោយនឹងគាត់នៅឬអត់ទេចាំជួបជុំគាត់ម្ដងខានជួបគាត់ជិត1ឆ្នាំតែហើយយាយឯងមិនអីទេគាត់នៅមានកម្លាំងខ្លាំងណាស់ហើយខ្ជិលដោយហែងចាំទោះជាឯងទៅក៏មិនបានជួយអីគាត់ដែរហែងសយគាត់ត្រូវហត់ដាំបាយបំរើហែងទៀតព្រោះមនុស្សហែងចូលផ្ទះបាយពេលណាឆេះផ្ទះគេអស់ពេញមួយភូមិឥឡូវហ្នឹងហើយហែងអត់ទាន់រកគូឃើញអញ្ចឹងតែហ៊ានចូលភូមិដល់គេសួរពីដើមភូមិដល់ចុងភូមិឥឡូវហ្នឹងកុំទាន់ទៅនៅរំនៅក្រុងវ៉ាសិនណៃសបាយអូអញ្ចឹងក៏បានដែរតែនៅមានរឿងមួយទៀតខ្ញុំមិនចេះរំទេខ្លាចគេសើចចំអករឿងនេះកាន់តែងាយទៀតតែពេលស្វឹងយើងរំមិនក៏បានដែរអ្នកផ្សេងក៏ស្វឹងដែរគ្មានអាណាចាំមើលយើងរំបែបណានោះទេបើមិនចេះរំទុកឲ្យសារអ្នករំឲ្យហើយកុំភ័យតែមើលយើងមិនស្គាល់គេក៏មិនស្គាល់យើងដែរអស់ដៃទៅជួបគ្នានៅផ្លូវបំបែកណាថ្ងៃនេះខ្ញុំមិនចង់ទៅណាទេខ្ញុំចង់នៅផ្ទះសម្រាប់ព្រោះអាទិត្យមុនដើរលេងច្រើនពេកឥឡូវនេះវាហត់ហើយក៏គ្មានអ្នកណាទៅណែជាមួយដែរខ្ញុំគិតថាទៅមើលគាត់នៅក្នុងផ្ទះល្អជាងកុំនៅផ្ទះអីបើនៅផ្ទះច្រើនពេកប្រយ័ត្នគ្នាងផ្ទះធុញមុខហ្នឹងគាត់រត់ទៅនៅផ្ទះផ្សេងបាត់បាទអ្នកណាមើលថែផ្ទះឲ្យហែងទៅលេងសមុទ្រជាមួយខ្ញុំទៅខ្ញុំនិយាយជាមួយស្រីដែរនិងស្រីហមហើយព្រោះពួកគេហ្នឹងក៏ព្រមទៅដែរយើងទៅជុំគ្នាមានគ្នាច្រើនកាន់តែឡូឡាផ្អើលពេញផ្លូវកាន់តែសប្បាយណានាងតែខ្ញុំមិនទាន់រៀបចំអីផងហ្នឹងហើយប្រាក់ក៏មិនទាន់មានគ្រប់ដែរតោះតែចង់ខែទៅលុយធ្លាក់រឿងលុយកុំព្រួយចែកគ្នាបាំងក៏បានហើយបើមិនគ្រប់ខ្ញុំអាចខ្ចីឲ្យ100មុនណែចាំខែក្រោយចាំសងវិញតែ200ក៏បានដែរសុទ្ធតែគ្នាឯងខ្ញុំមិនយកការច្រើនទេឥឡូវរៀបចំខ្លួនទៅយកអាវងូតទឹកហើយនឹងកសែងមួយមកវាគ្រប់បាត់ទៅហើយតែខ្ញុំខ្លាចខ្មៅណាស់បើទៅសមុទ្រត្រូវងូតទឹកក៏ជាខ្មៅហើយខ្ញុំទៅបកស្បែកមុខហើយអស់លុយច្រើនណាខ្ញុំមានគ្រឿងសម្អាងការពារកម្ដៅថ្ងៃល្អយកមកពីកូរ៉េគ្រាន់តែលាបលើមុខភ្លាមជួយឲ្យសាច់សសក់ប្រង់កញ្ចក់ដងលឿនលូតកម្ពស់ព្យាបាលទឹកនោមផ្អែមកាពះពោះវៀនរោគស្ត្រីឬដងបាតអីមកចប់ហើយកុំភ័យរឿងខ្មៅទោះបីងូតទឹកសមុទ្រពេញមួយថ្ងៃក៏ដោយយើងទៅតែ2ថ្ងៃទេចេញពីព្រឹកត្រឡប់មកវិញល្ងាចជួបគ្នានៅផ្លូវបំបែកខ្ញុំចាំយកឯងហើយកុំគិតច្រើនពេកពួកម៉ាក់ហើយមិនដឹងជាស្រីហួយទៅណាទេយើងរងចាំអស់1ម៉ោងហើយទូរស័ព្ទក៏មិនលើកសារក៏មិនឆ្លើយគ្មានដំណឹងសោះអូយរនាងហួយពិបាកជាងរកសត្វដៃណូស័រទៅទៀតលោកអើយដឹងបានទៅងូតទឹកធ្លាក់អត់ទេស្អីគេក្រែងនាងហួយបបួលខ្ញុំទៅលេងសមុទ្រតែហើយមិនបានជីនិយាយជាមួយឯងថាទៅលេងទឹកធ្លាក់អាណាទៅវិញនាងហួយនេះចាំជាចាប់មែនតែណៃងូតទឹកស្អីងូតទឹកស្អីវាថាទៅលេងនៅក្រុងហើយយប់ដើររួមលេងតើហើយមិនបាននាងនិយាយអីអត់ពិតទាំងអស់អញ្ចឹងហីងាប់ហីខកខ្លួនខកប្រាណអស់ដល់អញ្ចឹងទៅលេងស្រុកបាត់អញ្ចឹងមានន័យថានាងក៏ហួយប្រកាសជាឲ្យដេកស្រួលណាស់គ្រាន់តែបិទទូរស័ព្ទចោលដេកស្រួលមែនតែគ្មានអ្នកណារំខានអើយពួកនោះបែបកំពុងតែចាំពេញថ្នល់ឲ្យរហងហើយតែស្អីក៏ស្អីទៅបើដេកស្រួលយ៉ាងនេះទៅខ្វល់ស្អីងាប់ហើយស្មានតែមានឱកាសបានឈប់សម្រាកយូរអញ្ចឹងហីបើមានឱកាសហើយត្រូវតែដេកគេដើរលេងពេញប្រទេសហើយដេកតែខ្ញុំមួយក៏មិនខាតបង់អីដែរគេដើរទៅសំខាន់ខ្ញុំដេកទាល់តែចូលឆ្នាំថ្មីរួចចាំក្រោកគ្រោះបន្តទៀតបើមិនច្បាស់លាស់កុំដើរបបួលគេឆ្លៀតពេលទំនេរដើរលេងខ្លះទៅ